ជំរាបសួរបងប្អូនជនរួមជាតិជាទីស្នេហានៅក្នុងសង្គម Facebook YouTube MMO ជាទីគោរពជាទីស្រឡាញ់ដោយសារមានបងប្អូនជាច្រើនបានខមមិនចូលសួរអំពីការរំដោះគ្រោះដែលខ្ញុំបានlive ពីថ្ងៃមុនខ្ញុំខាន live ប្រហែលជា2សប្តាហ៍មួយសប្តាហ៍ហើយបងប្អូនចឹងក៏ថាគ្រោះថ្នាក់ចឹងឪពុកម្ដាយអាចរំដោះគ្រោះឲ្យបានបាទបងប្អូន 100% គឺឪពុកម្ដាយយើងអាចរំដោះគ្រោះឲ្យយើងបានដោយសច្ចៈវាចាដោយលោកជាអ្នកមានគុណជាអ្នកបង្កើតយើងឲ្យមានរូបរាងនៅលើផែនដីនេះចឹងគឺលោកឪពុកម្ដាយគាត់មានគុណគាត់មានសក្តានុពលអាចរំដោះគ្រោះចង្រៃអាចកំចាត់ភាពអពមង្គលទាំងឡាយជូនកូនបានគ្មានអ្វីខ្លាំងជាងឪពុកម្ដាយយើងទេបងប្អូនអញ្ចឹងគាត់ថាមានសិលអីអញ្ចឹងហ្នឹងគឺដោយអំណាចគុណដោយអំណាចគុណោដោយអំណាចកតញ្ញូដោយអំណាចគុណបារមីរបស់លោកឪពុកម្ដាយសូម្បីតែព្រះក៏គោរពគុណរបស់ឪពុកម្ដាយដែរបងប្អូនអញ្ចឹងលោកឪពុកម្ដាយដែលមានសាសនាម4ហ្នឹងអញ្ចឹងគាត់អាចគាត់ជាទេវតាគាត់ជាព្រះព្រហ្មគាត់ជាគ្រូជាអ្នកថែរក្សាយើងតាំងពីតូចក្រូចឆ្មាមកនឹងចំណុចហ្នឹងខ្ញុំសង្ខេបមកវិញតែប៉ុណ្ណេះសំខាន់លើចិត្តយើងថាយើងមិនចង់ឲ្យគាត់រំដោះគ្រោះបានជាយើងទៅវត្តហើយក៏មិនមែនមិនឲ្យយើងទៅរកលោកដើម្បីស្រោចទឹកឬក៏អាចារ្យគ្រូដើម្បីទុទាយគុណគូនោះដែរដោយខ្ញុំក្នុងនាមខ្ញុំក៏ជាគ្រូមួយរូបដែរហេតុអីបានខ្ញុំណែនាំឲ្យបងប្អូនរំដោះគ្រោះជាមួយនឹងលោកឪពុកម្ដាយគឺដើម្បីជោគជតាវាសនាយើងបើកគេហៅបើកបុណ្យរាសីចឹងបុណ្យបារមីដែលយើងសាងមកច្រើនភពច្រើនជាតិយើងក៏មើលមិនឃើញយើងមិនមើលមិនធ្លុះថាជាតិមុនយើងបានសាងបុណ្យបារមីអីដែរអញ្ចឹងទីហោឥឡូវយើងលំបាកវេទនាសពថ្ងៃអញ្ចឹងយើងអាចធ្វើពិធីកិច្ចដើម្បីបើកបុណ្យបារមីបើកបុណ្យនិស័យដើម្បីឲ្យជោគជតាវាសនាយើងរស់ស៊ីមានបានបើកបុណ្យបារមីហ្នឹងគេអុជធូប36ដើមបើកបុណ្យនៅទេវលោក12បើកបុណ្យនៅឋានកណ្ដាលយើងបើកបុណ្យនៅទេវលោកហ្នឹងហើយ16ឋានកណ្ដាលយើង12ហើយឋានបាដាតហ្នឹងគឺ10អញ្ចឹងទាំងអស់36ដើមយើងអុជធូបនៅលើធរណីហើយទះដៃស្ដាំទៅលើធរណីទៅលើព្រះម៉ែធរណីដើម្បីបើកបុណ្យបើកអំណាចចក្របើកជោគវាសនាកុំឲ្យលំបាកកុំឲ្យវេទនាបើលំបាកវេទនាក៏រៀងធូរជាងមុនអញ្ចឹងណាហើយមកដោយអំណាចគុណបុណ្យបារមីលោកពុកអ្នកម្ដាយលោកបានស្រោចទឹកបាននេះទៅរួមផ្សំជាមួយព្រះម៉ែធរណីបុណ្យរបស់យើងនឹងបើកចក្រនឹងការបើកបុណ្យបារមីបងប្អូនអញ្ចឹងបុណ្យបារមីហ្នឹងមានន័យថាយើងកសាងពីជាតិមុនដែលយើងបានធ្វើបុណ្យគឺយើងត្រូវបើកសុំលៀបសុំជ័យជួនណាបុណ្យយើងវាអត់ទាន់ដល់អីហុចផលមិនទាន់ឲ្យទទួលកម្មសិនអញ្ចឹងទៅរងទុក្ខវេទនាបានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹកយើងត្រូវបើកបុណ្យបារមីដោយមេត្តាហើយយើងបួងសួងរំលឹកនឹកគុណព្រះពុទ្ធពធព្រះសង្ឃគុណមេត្តាបិតានឹងឯងបងប្អូនអញ្ចឹងហើយយើងបួងសួងដោយចិត្តដ៏ស្មោះសរអធិដ្ឋានទៅកាន់ព្រះម៉ែធរណីនោះយើងនឹងបើកចក្រគេហៅបុណ្យបារមីយើងដែលបានយើងសាងទាំងអស់នឹងបើកមកហើយសង្រួមចូលមកក្នុងខ្លួនយើង
យើងនឹងទទួលបាននូវព្រះពរដ៏ល្អហ្នឹងចឹងអាហ្នឹងខ្ញុំនិយាយពីបងប្អូនចឹងយើងត្រូវយល់អំពីចំណុចហ្នឹងចំណុចទី1យើងឪពុកម្ដាយអាចរំដោះគ្រោះយើងបាន100%ចំណុចទី2យើងបើកពេលក៏រំដោះគ្រោះហើយបងប្អូនត្រូវធ្វើពិធីបើកបុណ្យបារមីគេហៅបើកបារមីចាក់អញ្ចឹងបុណ្យដែលយើងសាងមកពីជាតិមុនជាតិនេះក៏យើងធ្វើសម្រាប់ទុកជាតិខាងមុខហើយនឹងបច្ចុប្បន្ននឹងដែរតែបុណ្យដែលយើងបានបន្សល់មកខ្លះពីជាតិមុនយើងត្រូវបើកវាបងប្អូនមិនថាគេមិនថាខ្ញុំមិនថារាជមន្ត្រីសិទ្ធិកដុំពីស្ដេចក៏ដោយក៏បើកគ្រាន់តែពិធីខុសគ្នាបងប្អូនអញ្ចឹងចែកជូននៅប៉ុណ្ណេះទេអរគុណច្រើន